បើសិនជាមនុស្សស្រីម្នាក់អាយុលើសពី30ឆ្នាំហើយគឺដូចជាស្លឹកបន្លែដែលរួចចឹងម៉ាក់កូនគោរពម៉ាក់ជាចាស់ទុំតែឲ្យកូនសុំណែនាំម៉ាក់ឲ្យនិយាយពាក្យសមរម្យបន្តិចអាឡូគីគីមួយរយៈនេះសុខសប្បាយទេបងស្រីខ្ញុំទើបតែបានឡើងតំណែងឥឡូវប្រាក់ខែប្រចាំឆ្នាំរបស់ខ្ញុំមានដល់ទៅជាង3សែនយ៉នឯណោះអូចុះមួយរយៈនេះឯងមានជួបអ្នកណាដែលពេញចិត្តនៅអត់មានផងបងចង់ណែនាំអ្នកណាឲ្យខ្ញុំមែនសាមកនេះមកម៉ាក់មានរឿងចង់និយាយជាមួយបន្តិចម៉ាក់មានរឿងអីនិយាយត្រង់មកគីគីដែលទើបតែខលមកបងអំបញ្ញមិញនឹងជាប្អូនជីដូនមួយរបស់កូនមែនទេបាទជាហ្វេរកការងារធ្វើបានហើយតើយើងគួររកប្រពន្ធឲ្យគេម្នាក់ទៀតទេម៉ាក់កូនសុំណែនាំម៉ាក់កុំយកសັບទៀតអីលៀងជាហ្វេដែលជាសត្វគីងគក់នេះទោះបីជាលោតឡើងក៏មិនអាចឈោងចាប់កែងជើងសត្វហង្សបានដែរមើលសម្ដីនាងនិយាយចុះនាងថាគេចិត្តអាយុ30ឆ្នាំហើយបើសិនជាមនុស្សស្រីម្នាក់អាយុលើសពី30ឆ្នាំហើយគឺដូចជាស្លឹកបន្លែដែលរួចចឹងបោះចោលនៅកណ្ដាលថ្នល់ក៏គ្មានអ្នកណាយកដែរតើអាចរៀបការចេញបានទេឥឡូវនេះសម័យកាលផ្លាស់ប្ដូរហើយមនុស្សស្រីមិនមែនតតែរៀបការទើបអាចមានជីវិតល្អនោះទេហើយទោះបីជាគីគីខ្វាក់ភ្នែកទាំងពីរក៏មើលមិនឃើញលៀងជាហ្វេដែរមើលសម្ដីនាងនិយាយចុះតើជាហ្វេរបស់យើងយ៉ាងម៉េចដែរទោះបីជាគ្មានលុយក៏ដោយយ៉ាងហោចណាស់ក៏ស្អាតស្អំដែរគីគីរបស់កូនបើសិនជាកូនក្រមុំមកពីគ្រួសារត្រឹមត្រូវហេតុអ្វីបានជាអាចរកចំណូលបាន3សែនក្នុងមួយឆ្នាំម៉ាក់កូនគោរពម៉ាក់ជាចាស់ទុំតែឲ្យកូនសុំណែនាំម៉ាក់ឲ្យនិយាយពាក្យសមរម្យបន្តិចគីគីបញ្ចប់ការសិក្សាពីសាលាល្បីប្រាក់គ្រប់សេនដែលនាងរកបានគឺផ្អែកលើខួរក្បាលនិងដៃទាំងពីររបស់នាងសាមានរឿងអីហ្នឹងម៉ាក់ចាស់ហើយម៉ាក់វង្វេងហើយម៉ាក់របស់អ្នកមិនបានវង្វេងទេគាត់ឆ្លៀសវៃណាស់កូនប្រុសខ្លួនឯងរៀនចប់ត្រឹមអនុវិទ្យាល័យដើរលេងមិនធ្វើការអាយុមិនទាន់20ឆ្នាំផងធ្វើឲ្យក្មេងស្រីមានផ្ទៃពោះកើតកូនរួចក៏ដេញគេចេញបាត់រាល់ថ្ងៃពឹងផ្អែកលើបងប្រុសនិងបងថ្លៃស្រីចិញ្ចឹមគ្រាន់តែប៉ុណ្្នឹងដែរនៅហ៊ានប្រាថ្នាចង់បានអូនជីដូនមួយរបស់ខ្ញុំដែលរៀនចប់ថ្នាក់អនុបណ្ឌិតនិងមានប្រាក់ខែប្រចាំឆ្នាំ3ទៅ4សែនទៀតខ្ញុំប្រាប់អ្នកឲ្យដឹងទៅជប់គិតរឿងហ្នឹងទៅម៉ាក់ខ្ញុំមិនជឿទេចាំហើយឬនៅហៅប៉ាខ្ញុំថាពូចំណែកពូធំទើបជាប៉ាខ្ញុំបាក់ប្រាប់កូនមីងម្នាក់ក្នុងបូរីបានណែនាំមិត្តស្រីម្នាក់ឲ្យកូនស្អាតខ្លាំងណាស់កូនមើលចុះគូតនេះពិតជាមូលណាស់មើលទៅដឹងតែអាចបង្កើតកូនប្រុសបានហើយចុះរឿងរបស់កូនម៉ាក់បាននិយាយប្រាប់មេអណ្ដាតច្បាស់លាស់ហើយឬនៅម៉ាក់ប្រកាសជាមិនអាចប្រាប់គេថាកូនមានកូនធំប៉ុណ្ណឹងហើយនោះទេត្រូវតាមលួងគេឲ្យជាប់សិនចាំគិតទៀតរឿងដែលនៅសេសសល់វាងាយស្រួលដោះស្រាយនៅពេលក្រោយអញ្ចឹងក៏បានដែរដេញបងថ្លៃស្រីដែលនាំរឿងម្នាក់នោះចេញទៅដើម្បីកុំឲ្យខូចការអ្នកមីងស្អាតខ្លាំងណាស់អរគុណក្មួយចំណែកលោកពូវិញមិនកើតទេមើលទៅសាមញ្ញពេកនៃក្មួយចេះតែរកលុយមួយមុខគត់អាប់អូនថ្លើមធំជីហ្វេរបស់ពួកយើងមិនត្រឹមតែចេះរកលុយប៉ុណ្ណោះទេពេលមកដល់ផ្ទះក៏ជួយធ្វើការងារផ្ទះដែរប៉ាក្មួយមកផ្ទះយើងប្រកាសជាមិនពិបាកចិត្តឡើយមានភ្ញៀវមកលេងផ្ទះមែនទេនេះគឺជាបងប្រុសធំមែនទេសួស្ដីបងសួស្ដីប៉ាមកវិញហើយហាអូបងទិញផ្លែឈើមកមែនទេតោះទៅតើមានរឿងអ្វីកើតឡើងស៊ូបន្ថយសំឡេងបន្តិចហើយអ្វីកូនរបស់ឯងខ្លាចជាកូនរបស់បងទៅវិញបងកុំខ្វល់អីស៊ូតើឯងបាននិយាយអ្វីផ្សេងទៀតទេកូនជារបស់បងផ្ទះជារបស់ខ្ញុំឯងណែបន្ថយសំឡេងបន្តិចអូសៀវមីនឧស្សាហ៍មកលេងផងណាម៉ាក់ប្រាប់នាងថាផ្ទះនេះជារបស់ជីហ្វីហើយក្មេងនេះជាកូនរបស់កូនមែនទេបើម៉ាក់មិននិយាយអញ្ចឹងទេតើមានអ្នកណាណែនាំស្រីឲ្យប្អូនឯងនេះអ្នកម៉ាក់កំពុងតែបោកប្រាស់ក្នុងរឿងរៀបការហើយបើមិនមែនមកពីប្រពន្ធថៃមិនព្រមណែនាំប្អូនស្រីជីដូនមួយរបស់នាងឲ្យជីហ្វីទេនោះកូនប្រុសម៉ាក់ប្រហែលជានៅលីវមួយជីវិតហើយបងឆ្លោះគ្នាពីរឿងអីហ្នឹងនាងនោះមិនបានចាប់អារម្មណ៍អូនប្រុសបងឯងទេម៉ាក់របស់ពួកយើងបានพูดក្មេងស្រីនោះថាជីហ្វីរកចំណូលបាន 20,000 ក្នុងមួយខែអញ្ចឹងក៏ប្រញាប់ឲ្យកូនគាត់រកឲ្យបាន 20,000 ក្នុងមួយខែទៅបើកមើលទៅបងមិនមែនបាននិយាយថាផ្ទះនេះបងជាអ្នកទិញទេអីទិញដោយប្រើលុយកូនប្រុសខ្ញុំបើមិនប្រើទេគឺខ្ជះខ្ជាយហើយនិយាយទៅវាស្អាតណាស់មិនក៏ខោអាវកូនប្រសាម្នាក់នេះតឹងម្លេះម៉ែឃើញរូបរបស់ខ្ញុំម៉ែមិនបានលួចស្លៀករ៉ូបខ្ញុំចឹងម៉ែមិនក៏ម៉ែធ្វើឲ្យវាដាច់រហែកធំបែបនេះខ្ញុំឃើញវានៅជ្រៅបំផុតក្នុងទូខោអាវខ្ញុំស្មានតែឯងមិនយកវាហើយតើនេះគឺរបស់ថ្មីស្រឡាងលើកក្រោយមុននឹងប៉ះពាល់របស់ខ្ញុំជួយប្រាប់ខ្ញុំមួយម៉ាត់ផងបានទេខ្ញុំប្រាប់ឯងមួយម៉ាត់យ៉ាងណាក៏ប្រើលុយកូនប្រុសខ្ញុំទិញដែរតើម៉ែសុំលុយ 5,000 មកកូនសម្លាញ់មិនក៏សុំលុយទៀតហើយយកទៅទិញកាដូល្អឲ្យសង្សារខ្ញុំហើយនាំនាងទៅដេកសន្តាគារមិនយូរទេម៉ែនឹងបានចៅពោះហើយពិតមែនហើយឲ្យតែនាងមានផ្ទៃពោះសំបីតែលុយថ្លៃទឹកដោះក៏ចំណេញដែរចាំម៉ែយកឲ្យកុំឲ្យបងថ្លៃឯងឃើញឲ្យសោះនេះជាលុយដែលសល់ពីការទិញម្ហូបរបស់ម៉ែទេ
លុយបន្តិចបន្តួចប៉ុណ្ណឹងទិញស្អីកើតម៉ែមិនដឹងទេមនុស្សស្រីសម័យនេះគេមើលឃើញតែលុយទេសុំថែមទៀតមកចុះធ្វើម៉េចទៅម៉ែអស់ហើយតើកាលពីប៉ុន្មានថ្ងៃមុនជាថ្ងៃកំណើតបងថ្លៃឯងម៉ែរបស់នាងបានទិញកាបូបយីហោលុបអីនឹងឲ្យនាងមិនទាន់ឃើញនាងស្ពីផងច្បាស់ជាថ្មីហើយបងថ្លៃយប់ជ្រៅហើយមិនទាន់ដេកទៀតចាំខ្ញុំមែនយកមកឲ្យខ្ញុំវិញកាបូបយីហោនិងខ្សែកឆៅថេហ្វុករបស់ខ្ញុំជាប្រុសពេញទូខ្ញុំយកកាបូបបងទៅស៊ីឬយកខ្សែកបងទៅចង់សម្លាប់ខ្លួនអេធ្វើស្អីហ្នឹងនៅមិនព្រមសារភាពទៀតមែនទេខ្ញុំមិនដឹងទៅដឹងឥឡូវនេះទៅបើបងមិនមានភស្តុតាងទេបងត្រូវលុតជង្គង់សុំទោសខ្ញុំប្រហែលជាមិនដឹងទេដឹងក្នុងបន្ទប់ខ្ញុំមានដាក់កាមេរ៉ាសុវត្ថិភាពកាមេរ៉ាសុវត្ថិភាពខ្ញុំប្រាប់អ្នកឯងទៅចុះកាបូបតម្លៃ 25,000 ខ្សែតម្លៃ 8,000 សរុបទាំងអស់គឺ 33,000 យោងតាមច្បាប់អ្នកឯងអាចនឹងត្រូវជាប់គុក7 ឆ្នាំវាមិនយូរប៉ុន្មានទេចេញមកវិញនៅតែជាកូនប្រុសដើមទ្រូង5ហັດថដែរសាមើលចុះម៉ែខុសហើយគឺម៉ែមិនល្អទេម៉ែចាស់ហើយវង្វេងម៉ែវាថោកទាបម៉ែចេះតែបង្កើតតែមិនចេះប្រដៅជីហ្វីឆាប់មកសុំទោសបងថ្លៃអញភ្លាមលុតជង្គង់ចុះម៉ែធ្វើស្អីហ្នឹងសុំទោសខ្ញុំប្រាប់អ្នកឯងទៅចុះខ្ញុំទុកពេលឲ្យដល់ថ្ងៃស្អែកដើម្បីយករបស់មកសងខ្ញុំវិញបើមិនដូច្នោះទេជួបគ្នានៅប៉ុស្តិ៍ប៉ូលីស